អាជ្ញាធរខេត្តព្រះវិហាររៀបចំពិធីដាំដើមត្នោតចំនួន 10,000 ដើមដើម្បីរក្សានូវអត្តសញ្ញាណជាតិនិងជាកេរមរតករបស់ដូនតាខ្មែរអាជ្ញាធរខេត្តព្រះវិហារបានរៀបចំពិធីដាំដើមត្នោតថែកេរដូនតាខ្មែរចំនួន 10,000 ដើមយ៉ាងអស្ចារ្យនៅភូមិសែនដៃជះឃុំមរកតស្រុកចំខ្សានខេត្តព្រះវិហារក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមប្រាក់សុវណ្ណប្រធានក្រុមប្រឹក្សាខេត្តនិងលោកជំទាវ ស ជេង ពិធីនេះប្រព្រឹត្តទៅនៅព្រឹកថ្ងៃទី 25 ខែឧសភាឆ្នាំ 2025 ដោយមានការអញ្ជើញចូលរួមពីសំណាក់លោកស្រីជាអភិបាលរងខេត្តប្រធានមន្ទីរអង្គភាពជុំវិញខេត្តកងកម្លាំងទាំង 3 ប្រភេទអាជ្ញាធរមូលដ្ឋានលោកគ្រូអ្នកគ្រូសិស្សានុសិស្សនិងប្រជាពលរដ្ឋយ៉ាងច្រើនកុះករថ្លែងក្នុងឱកាសនោះឯកឧត្តមប្រាក់សុវណ្ណបានគូបញ្ជាក់ថាសុខសន្តិភាពនិងឯកភាពជាតិពេញលេញដែលកម្ពុជាទទួលបានសប្តាហ៍ថ្ងៃគឺជាស្នាដៃដ៏ឆ្នើមរបស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនប្រធានព្រឹទ្ធសភានិងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រឯកឧត្តមបន្តថាការបន្តដឹកនាំរបស់សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានធ្វើឲ្យកម្ពុជាបន្តរក្សាបានសុខសន្តិភាពនិងការអភិវឌ្ឍលើគ្រប់វិស័យប្រកបដោយគតិបណ្ឌិតឆ្លៀសវៃនិងធម្មពលខ្លាំងក្លានេះជាកត្តាចម្បងដែលអនុញ្ញាតឲ្យបងប្អូនប្រជាពលរដ្ឋនិងគ្រួសារកងទ័ពអាចមករស់នៅបង្កបង្កើនផលនិងចិញ្ចឹមជីវិតនៅតាមបណ្ដោយព្រំដែនជាពិសេសនៅឃុំមរកតស្រុកចំខ្សានខេត្តព្រះវិហារប្រកបដោយសុខដុមរមនាឯកឧត្តមក៏បានសង្កត់ធ្ងន់ផងដែរថារាជរដ្ឋាភិបាលបាននឹងកំពុងជំរុញយ៉ាងខ្លាំងក្លាលើការវិនិយោគក្នុងវិស័យកសិកម្មរួមមានដំណាំកៅស៊ូស្វាយចន្ទីស្រូវពោតសណ្តែកនិងត្នោតជាដើមក្រៅពីនេះរាជរដ្ឋាភិបាលក៏បានយកចិត្តទុកដាក់ស្វែងរកទីផ្សារកសិផលផ្ដល់ទុនក្នុងអត្រាការប្រាក់ទាបនិងដាក់ចេញនូវគោលនយោបាយបញ្ចកោណដំណាក់កាលទី1ដ៏វៃឆ្លាតត្រឹមត្រូវច្បាស់លាស់និងប្រាកដនិយមរបស់សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតដើម្បីសម្រេចបាននូវចក្ខុវិស័យប្រែក្លាយកម្ពុជាជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ 2050 ជាក់ស្ដែងគំនិតផ្ដួចផ្ដើមដាំដើមត្នោត 10,000 ដើមនៅថ្ងៃនេះគឺជាការរួមចំណែកដ៏សំខាន់ក្នុងការអភិវឌ្ឍជាតិស្របតាមចក្ខុវិស័យប្រកបនិយមនិងត្រឹមត្រូវរបស់រាជរដ្ឋាភិបាលអាណត្តិទី 7 នេះគំនិតផ្ដួចផ្ដើមនេះកើតចេញពីលោកឧត្តមសេនីយ៍ត្រីឧចម្រើននាយប៉ុស្តិ៍នគរបាលច្រកទ្វារអន្តរជាតិប៉ោយប៉ែតនិងលោកស្រីសំរិទ្ធជាលីនដើមត្នោតទាំងនេះនឹងត្រូវដាំស្ថិតក្នុងភូមិសាស្ត្រឃុំមរកតស្រុកជាំខ្សានខេត្តព្រះវិហារដើម្បីថែរក្សាអត្តសញ្ញាណជាតិដែលជាកេរមរតកធម្មជាតិរបស់ដូនតាខ្មែរព្រមទាំងផ្ដល់ប្រយោជន៍ជាសាធារណៈនិងសេដ្ឋកិច្ចក្រៅពីនេះដើមត្នោតចំនួន 5,000 ដើមបន្ថែមទៀតក៏នឹងត្រូវដាំនៅតាមដងផ្លូវសាលារៀនសាលាឃុំមណ្ឌលសុខភាពប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំនិងវរៈការពារព្រំដែនផងដែរឯកឧត្តមប្រាក់សុវណ្ណបានបន្តទៀតថាក្រៅពីតម្លៃជាអត្តសញ្ញាណជាតិនិងជាកេរមរតកវប្បធម៌ខ្មែរដើមត្នោតពិតជាមានអត្ថប្រយោជន៍ផ្នែកសេដ្ឋកិច្ចយ៉ាងធំធេងដែលមិនចាញ់ដំណាំកសិឧស្សាហកម្មមួយចំនួនឡើយបើយើងរាប់ចាប់ពីគល់រហូតដល់ស្លឹកដើមត្នោតផ្ដល់ផលប្រយោជន៍ជាច្រើនជាពិសេសការផលិតស្ករត្នោតដែលមានគុណភាពខ្ពស់គ្មានជាតិគីមីទទួលស្គាល់ជាអន្តរជាតិនិងបាននាំចេញទៅលក់លើទីផ្សារអន្តរជាតិទៀតផងជាចុងបញ្ចប់ឯកឧត្តមបានសំណូមពរនិងអំពាវនាវដល់អ្នកចូលរួមក៏ដូចជាបងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់សូមបន្តចូលរួមដាំដើមត្នោតនិងដើមឈើគ្រប់ប្រភេទតាមដែលអាចធ្វើទៅបានដើម្បីរួមចំណែកថែរក្សាបរិស្ថាននិងអភិវឌ្ឍប្រទេសជាតិជាបន្តទៀត